Chẳng dừng bà toទៀតណាបើយើងត្រឡប់មកមើលនៅលើproject របស់យើងនេះអានេះមិនដាក់ default ទេបាទហើយដាក់2តង់អញ្ចឹងក៏ខុសនេះគ្នាអត់ត្រូវគ្នាបើគិតទៅបើយើងមើលណាអានេះគឺអីគេអានេះគឺ home page អានេះគឺ category តែមកលក្ខខណ្ឌនេះមែនទេអញ្ចឹង parameter វាមានតែមួយទេបើនិយាយទៅនេះមានតែមួយទេ parameter ហ្នឹងហ៎ parameter មានតែមួយទេកន្លែងហ្នឹងតោះណាហើយដល់ពេលនឹងនេះរបស់យើងគឺយើងត្រូវតែដាក់តែមួយដូចគ្នានេះឃើញណាដាក់តែមួយទេណាតែមួយទេបាទតែមួយវាជាប់នេះមកលើនេះបាទអញ្ចឹងខ្ញុំសម្រានដល់គ្នា refresh click បាទ sorry ម្ដងទៀត click នេះបាទ click ដើរណាដើរហ្នឹងបាទអញ្ចឹងអានេះពេលដាក់ ID លេខ1ទៅនេះកន្លែងនេះកន្លែងមនុស្សនេះពេលដាក់លេខ1អញ្ចឹងទៅពេលយើងចុចលើមួយណាក៏វាមកលេខ1ដូចគ្នាហ្នឹងបើតាមពិតអាហ្នឹងគឺអីគេហ្នឹងអាហ្នឹងគឺ ID របស់ category គឺ ID របស់មនុស្សនេះមែនទេអញ្ចឹងធ្វើម៉េចហ្នឹងគឺយើងអាចដល់បងនោះយ៉ាងនេះដាក់គេនេះ copy នេះម្នាក់ពុកស្មានច្រើន copy នេះមកដាក់ចូលទៅនេះបាទអីគេនេះ ID បាទតែស្មើទាំងអស់គ្នាបាទចុចបាទ1មិនចេញដុល្លារមកយើង category ID បាទ run មិនពេកចេញទៅ204plate category not name this ID KID បាទជាពីកង់នេះមកទៅនេះសសរបិទមកបាទ run ម្ដងទៀតណា click ដែរ click មិនចឹងខុសឡើយណាមិនមែនពេលទេមើលម្ដងទៀតអូ category អូ slash នេះ space ឡើយនេះជាប់វិញមកណា space ហ្នឹងបាទម្ដងទៀតបាទ back click home page 1 2ដើរនេះដើរ2បាទ3ដើរណាបាទ4ហែដើរណាបាទដើរ2 3 4ដើរយើងនេះឃើញទេតើនេះណាតែនេះវាចុចលេខ2មកវា error ហើយបើលេខ1វាអត់អីទេ design គេយើងមើលណាអានេះគឺវា dynamic ទេនេះបាទ dynamic ណា dynamic អញ្ចឹងកន្លែងនេះកន្លែងរហូតយ៉ាងនេះយើងត្រូវដាក់គេនេះគឺយើងត្រូវដាក់ parameter ចូលដូចគ្នាយើងដាក់ parameter មួយមកថាដាក់ថាដុល្លារ cat ID អញ្ចឹងទៅហ៎បាទអញ្ចឹងយើងចុចមួយម្ដងទៀតបាទ sorry click ដែរអត់ខូចទៅណា2ដងហើយជប់ no not មែនអត់មាននេះទេតែប៉ុណ្្នេះហ្នឹងហ៎អត់ដើរទេណាបាទ sorry ហើយជាបញ្ហាមកពីអាខាងនេះនេះវាត្រូវមាននេះបាទអត់គៀបនេះគេបាទ run ណាបាទ run បាទអត់ដើរបាទដើរដោយសារនឹងឡើងខ້ອຍដោយសារគេដោយសារញូបាយ category នេះគេបានដាក់អីគេនេះអានេះយកបានដាក់ parameter ចូលដុល្លារ cat ID បាទ run ម្ដងទៀត refresh sorry ម្ដងទៀតណា click ហើយមិនចឹង not found តាណាចេះមើលមនុយត្រូវតា get dollar cat ID ទៅជាអត់មានដុល្លារទេចេះបាទ fresh 1 2 3អត់មានដុល្លារដាក់ដុល្លារខុសមកញោមនេះមិនដាក់ដុល្លារពីមុខចេះអត់ត្រូវប៉ុន្តែមិនត្រូវណាមិនត្រូវបាទដើរនេះបាទហេហើយដើរណាអញ្ចឹងសុំជាន់នេះមកលើនេះហ៎គឺអត់ជាន់ទេមកលើនេះបាទបើកត្រែមកចុចបាទអត់បញ្ហា no problem តើណាបាទអញ្ចឹងយើងបាននេះអញ្ចឹងយើងបញ្ជាក់តិចកន្លែងនេះណាអានេះគឺជា parameter ចាំទទួលតម្លៃពីណាមកតម្លៃពីអាមួយនេះមកនេះ slash នេះឃើញទេអាហ្នឹងណា
ចឹងពេលយើងដាក់ cat id អញ្ចឹងchứ nó không là function new by category នេះអានេះក៏ត្រូវដាក់ $cat id ដូចគ្នាអានេះដាក់ $cat id ប៉ុន្តែអានេះអត់ដាក់$ទេដាក់តែអាកន្លែងroute របស់យើងនេះយើងដាក់តែអីគេ cat id ទៅបានហើយអានេះយើងដាក់$ទេណានៅកន្លែង new by category នេះអត់ដាក់$ទេដាក់$តែអានេះអត់ដាក់$ទេអានេះអានេះបានទេក្នុង function នេះដាក់$បាទអញ្ចឹងយើងមើលពី process function របស់យើងprocess page របស់យើងបើនិយាយរួមទៅគឺពេលយើងចុចមកគឺអីគេបើយើងនៅលើ home page យើងណាអាកន្លែងព័ត៌មានថ្មីនេះម្ដុំខាងនេះណាគឺដូចគ្នាអញ្ចឹងអាពីរហ្នឹងអានៅក្នុងអា page មួយនេះម្ដុំនេះហើយនឹងអា home យើងនេះម្ដុំនេះគឺដូចគ្នាតែមួយឯងតែមួយយើងមើលណាអញ្ចឹងនៅលើ route នៅលើ controller របស់យើងគឺអានេះអា list នេះហើយនឹងADA2 នេះADA2 ជាមួយនឹង list ខាងលើនោះ sorry គឺតែមួយទេបើនិយាយទៅបាទគឺតែមួយណាsorry ADS នេះជាមួយនឹង list ខាងលើគឺតែមួយទេអ្វីដែលខុសគឺខុសអា new 2នេះ new 2នេះខុស new 2នេះខុសកន្លែងណាខុសធម្មតាពេលយើងចុចលើកសិកម្មអញ្ចឹងអានេះវា display តែព័ត៌មានកសិកម្មមកទេតែនេះចុចទៅវា display គេវា display ទាំងអស់ហើយណារួមគ្នានឹងលាយគ្នាជាមួយនឹងឯគេមានកសិកម្មមានអីនឹងមកទៀតយើងចុចលើសង្គមវាមកតែសង្គមឯងពួកនេះមែនទេអញ្ចឹងបានវាខុសតាអានេះចានេះគឺយកមានអីត្រូវទៅប្រើ controller category controller ទេគឺយើង select យកមកដូចអាលើអញ្ចឹងនេះខ្ញុំ copy អានេះមកបាទ get sorry ច្រឡំកាត់ copy ហ្នឹងមក save ចឹងយកមកបាទអីចេះនេះដាក់គេនេះ$គេ new 2បានឡើងនឹង new 2ណាប៉ុន្តែយើងដាក់ var ថែមមួយទៀតឥឡូវនេះយើងថែម var តានេះ var គេ var cat id smart $cat id នេះដាក់តែប៉ុណ្្នឹងទៅត្រូវកន្លែងនៅកន្លែង new 2ហ្នឹងបាទអញ្ចឹងចុចម្ដងទៀតណាចុចម្ដងទៀតសង្គមពងហ៎ sorry new 2បាទ new 2 that show not show គឺអា new 2 អត់មាន show គឺ new 2ហ្មងអត់មាន show អត់មាន function show ឯគឺអា new 2នេះហ្មងនេះរានចេញពី function មួយនេះណាអាហ្នឹងណាបាទអញ្ចឹងយើង refresh ឡើងវិញបាទហ៎ for each មានបញ្ហាកន្លែងណាធម្មតានេះវាទាញមកគឺមានតែមួយលីសនេះបើយើងមើលនៅលើអា new គេយើងនៅលើ new ទៅគេនេះភ័យដូចជាពីរតង់នេះអានេះឃើញទេខុសនេះអានេះគេនេះមិន data តែនេះគេ$new 2បើនិយាយទៅនេះណា$k new 2 តន់ refresh បើ work នេះឃើញwork ណាឃើញ work ឯង work click ដល់នេះទីគេនេះកសិកម្មសង្គមអីហ្នឹងណានឹងតែបញ្ហាអត់ display គេអត់ display អានេះអាចចំណងជើងអានេះអា title នេះអត់ display ហ្នឹងមកណាចាហ្នឹងពេលយើងសេខ្លួនឯងទៅអាចចំណងជើងខាងលើហ្នឹងថែខ្លួនឯងទៅណាអូរបៀបមើលឆ្នៃមើលខ្លួនឯងណាអាហ្នឹងណារបៀបមើលឆ្នៃខ្លួនឯងទៅបានហើយហាចេញមកច្រើនមែនតែមួយតែអូតឹងពីលើនេះមកនេះពីប៊ីតង់ណាបាទគប់កាត់នេះចេញមកបាទពីប៊ីតង់ជាន់ error ណាចានេះខ្ញុំលុបនេះចេញវិញបាទប៉ុណ្នេះនេះប៉ុណ្ណឹងឯណាបាទដឹងមើលតអត់ទេខ្ញុំហើយបាទដឹងតនេះយើងបកកាយហើយ click មក work ឯង work ប៉ុន្តែ work នេះគឺ work ខុស layout ទៀតខុស layout ធ្វើម៉េចអត់មាន row ហ្នឹង view class row មួយមកបាទ row ទៅនេះ copy នេះមកយកមកផាសនៅលើនេះមកចឹងរួចហើយrefresh click work នេះ work click work work click work click work ដែរណាបាទអញ្ចឹង work នេះលើនេះឃើញណាអញ្ចឹងខ្វះអីយើងថែមថយខ្លួនឯងទៅតាមហ្នឹងបន្តទៀតណាអញ្ចឹងដូចជាអស់ហើយ
ដូចជាអស់ហើយណាចឹងខ្ញុំត្រូវអីគេបើទៅតាមពិតទៅយើងត្រូវចុចលើអានេះមកតង់ទៀតដើម្បី display ព័ត៌មាន detail វាមកយល់ទេជាធម្មតាពណ៌ website នេះមិន click លើអានេះទៅ click លើព័ត៌មានមួយទៅវាសូគេវាសូព័ត៌មាន detail នឹងចេញមកយើងនេះគ្នាពេល click លើមួយនេះវាចេញព័ត៌មាន detail នឹងមកតែខ្ញុំធ្វើតាមប្រព័ន្ធនេះទេខ្ញុំឡើងធ្វើតទៀតហើយចាអ្វីខ្ញុំត្រូវធ្វើតគឺខ្ញុំសរសេរ API ដើម្បីប្រើជាមួយនឹង Vue.js ឬក៏ប្រើមួយ Flutter អាហ្នឹងណាអាហ្នឹងសល់ប៉ុន្មានយើងអាច testing ខ្លួនឯងយើងអាច search ប្រើជាមួយនឹង jQuery បានយើងអាច search ដាក់ថាLaravel ដាក់ថា Laravel ទៅ how to use Ajax in Laravel ទៅវានឹងប្រាប់យើងឲ្យលើនេះយើងប្រើមកអីមិនទៀតហ្នឹងណាចឹងការប្រើប្រាស់ controller ក៏ដូចជាការ make model make controller ការហៅ view អីមកប្រើអាហ្នឹងយើងខ្ញុំគិតថាខ្ញុំជួយបានទាំងប៉ុណ្្នឹងហើយសល់អីទៀតយើងអាច check មើលខ្លួនឯងតទៀតបានឧទាហរណ៍ថាដូចជានៅក្នុងនេះអញ្ចឹងពេលយើង click លើអាមួយនេះ title ដូរឲ្យយើងឯងនេះឃើញទេហើយនេះដិតពណ៌ឲ្យយើងឯងអញ្ចឹងយើងចុចលើនេះគេត្រូវអីគេត្រូវដូរ title ដូចគ្នាហើយដិតពណ៌ដូរពណ៌ដូចគ្នាអាហ្នឹងណាអាហ្នឹងអូខេអញ្ចឹងសម្រាប់ខ្ញុំ Laravel របស់ខ្ញុំតទៅមុខទៀតខ្ញុំត្រូវធ្វើហ្នឹងគឺខ្ញុំសេ API ដើម្បីយកទៅប្រើជាមួយនឹង Flutter ឬក៏ប្រើមួយ Vue.js ប្រហែលជាខ្ញុំដាក់សរសេរ API ប្រើមួយ Flutter ច្រើនជាងអាហ្នឹងណាអូខេ step 1 complete ត្រឹមប៉ុណ្ណឹងណាពួកយើងណា